ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំកំងទៀតហើយបាទកំងខ្ចប់បាទបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ចប់ក៏មិនច្រើនទេបាទតោះឥឡូវយើងមកមើលវិធីធ្វើរ៉ូជាមួយខ្ញុំសិនបាទមុនដំបូងយើងក៏យកបាយមកក្រាលលើរ៉ូហើយបាទហើយក៏ក្លាប់សារាយមួយយើងដាក់សក់ដាក់ការ៉ុតមួយហើយដាក់បង្គាអំពងក៏រុំចេញជារ៉ូចេញមកបាទដាក់កាទីលរុំមួយចេញជា3ជ្រុង4ជ្រុងចេះបាទហើយខ្ញុំក៏ចាប់ផ្ដើមកាត់ត្រីសាម៉ុន3ដុំហើយបាទដាក់ពីលើអ្នករ៉ូបាទបងប្អូនពីយើងដាក់រ៉ូហើយយើងក៏យកហ្វីមមករុំបាទនៅពេលយើងកាត់ទៅវាអត់ជាប់កំបិតណាបាទហើយត្រីសាច់ត្រីវាមិនហោះចេញពីរ៉ូបាទអានេះវិធីសាស្ត្របាទហើយខ្ញុំក៏កាត់ជា5ដុំមុនយើងកាត់ក៏យើងកាត់ពីក្បាលមុនបាទបងប្អូនហើយយើងយកមករីកក្នុងប្រអប់មកបាទអានេះក៏សាម៉ុនពងបាទបងប្អូនទាំងអស់គ្នាតែពីយើងធ្វើសាម៉ុនពងហើយយើងធ្វើ hand roll បាទបងប្អូន hand roll នេះក៏មូលនឹងដៃចេះមកបាទយើងដាក់ក្នុងកែវទៅបាទហើយធ្វើត្រីលីមកក៏ដាក់ញឹកជូបឥឡូវយើងក៏បានហើយបាទក្នុងប្រអប់នេះមានសាម៉ុនធម្មតានិងបង្គាអាម៉ុនបាទនិងសាច់ស៊ីវិបាទបងប្អូនទាំងអស់គ្នា